លោកហ៊ុនសែនប្រមានថាក្រុមហ៊ុនសាំង PTT នឹងឆ្លាប់បាត់ថៃមិនអោយនាំប្រេងចូលកម្ពុជាប្រធានព្រឹទ្ធសភាលោកហ៊ុនសែនឆ្លើយតបទៅបកប្រឆាំងថៃថាប្រសិនបើរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជាគឺកម្ពុជាមិនស្លាប់ឡើយប៉ុន្តែក្រុមហ៊ុន PTT របស់ថៃដែលកំពុងរកស៊ីនៅកម្ពុជានឹងស្លាប់លោកហ៊ុនសែនលើកឡើងទៀតថាក្រុមហ៊ុន PTT កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជាតែបើថៃបិទមិនឲ្យនាំប្រេងរកខ្លួនមកកម្ពុជាតើក្រុមហ៊ុននេះដោះស្រាយបែបណាឬទៅរកទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជាលោកហ៊ុនសែនសរសេរលើ Facebook នៅថ្ងៃទី20 ខែមិថុនាថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយករណីកន្លងទៅដែលថៃគំរាមរួចហើយលើករណីអ៊ីនធឺណិតអគ្គិសនីពលករនិងពេលនេះលបែងប្រេងធ្វើជាអាវុធប្រឆាំងកម្ពុជាមេបកកាន់អំណាចរូបនេះបានផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលកម្ពុជាថាគូពិចារណានឹងមានភាពជាម្ចាស់ការជាមុនដោយបង្វែរការទិញទំនិញពីប្រទេសថៃដើម្បីកុំឲ្យថៃមានហេតុផលគំរាមកម្ពុជាតទៅទៀតហើយកម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទចាប់តាំងពីគ្រឿងស្រវឹងភេសជ្ជៈបោកម្លាំងត្រីខកំប៉ុងឬសាច់កំប៉ុងជាដើមដោយជំនួសប្រើផលិតផលក្នុងស្រុកឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃចាប់តាំងកម្ពុជាថៃមានចំនួនព្រំដែនកាលពីចុងខែឧសភាយោធាថៃបានបិទព្រំដែនដោយឯកតោភាគីជាការឆ្លើយតបកម្ពុជាបានបិទមិនឲ្យថៃនាំចូលបន្លែនិងផ្លែឈើឆ្លងកាត់ព្រំដែនរបស់ខ្លួនគ្រប់ច្រកទាំងអស់និងប្តឹងករណីចំនួននៅតំបន់មុំបីករណីប្រាសាទតាម៉ាន់តូចប្រាសាទតាម៉ាន់ធំនិងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីដោះស្រាយទោះជាយោធាថៃព្រមានបើកកម្លាំងយោធាដណ្ដើមយកតំបន់ទាំងនោះនិងប្រកាសមិនទទួលស្គាល់យុត្តាធិការរបស់តុលាការអន្តរជាតិមួយនេះក្តីរូបភាពគឺគេហទំព័រក្រុមហ៊ុន PTT Cambodia